មានដឹងអត់កញ្ញារីសេណេតពីទម្រង់មុខបែបនេះទៅទម្រង់មុខបែបនេះតើគាត់មានការអ្វីខ្លះអត់ទី1គឺគាត់កែទម្រង់ច្រមុះនិងស្លាបច្រមុះទី2គឺគាត់ចាក់បំពេញបន្ថែមនៅចង្ការបន្តិចទី3គឺគាត់ធ្វើការចាក់បូថកបង្រួមសាច់ដុំធ្គាមនិងអ៊ុតបន្តឹងស្បែកមុខនិងថែរក្សាស្បែកមុខដោយសារការម៉ាស្សាមុខនិងចាក់ PRP ហើយទាំងអស់ហ្នឹងគឺធ្វើឡើងដោយខ្ញុំបាទផ្ទាល់ដែលជាវិជ្ជបណ្ឌិតឯកទេសផ្នែកវគ្គកាត់កែសម្ផស្សការទម្រង់មុខអញ្ចឹងអ្នកទាំងអស់គ្នាបានស្គាល់គាត់ពេលដែលគាត់ប្រឡងត្រូវអត់តាមពិតរូបគាត់ដែលពេលប្រឡងនេះគឺជាអ្វីដែលគាត់បានកែរួចរាល់ហើយនេះគឺជាទម្រង់មុខរបស់គាត់នៅពេលដែលគាត់មុនចូលប្រឡងដែលអត់ទាន់បានការកែគាត់អ្វីទាំងអស់ហើយរូបទាំងអស់នេះគឺសិតតែរូបភាពដែលគាត់ក្រោយបានកែហើយពីរយៈពេល1ខែទៅ6ខែអញ្ចឹងភាពស្រស់ស្អាតបែបនេះបងប្អូនត្រូវដឹងថាវាមិនមែនកើតឡើងដោយខ្លួនឯងទេគឺត្រូវការការកែសម្ផស្សតិចតួចដែរប៉ុន្តែយើងអត់កែអីច្រើនទេយើងកែប្រើថ្នាំស្ពុកតិចតួចថែមថយតិចតួចទេហើយបន្ថែមពីហ្នឹងបងស្រីសេរីណេតគឺគាត់មានការតាំងចិត្តដោយសារការគាត់មានការសម្រកគីឡូដែរគឺគាត់បានស្រកអស់ 4-5 គីឡូអញ្ចឹងធ្វើឲ្យចេញទម្រង់មុខ V shape ស្អាតមែនតើហើយនៅពេលដែលគាត់ចូលប្រកួតមានជាង make up ដែលល្អស្នាដៃឯកទៀតធ្វើឲ្យទម្រង់មុខទម្រង់សក់គាត់កាន់តែលេចធ្លោអញ្ចឹងបើបងប្អូនចង់បានទម្រង់មុខដែលស្អាតបែបធម្មជាតិលេចធ្លោហើយមានភាពទាក់ទាញខ្លាំងអាច inbox មកលោកគ្រូឥឡូវនេះ